បាទក៏សូមគោរពបងប្អូនទាំងគ្នាថ្ងៃនេះយើងមានកូនឡានក្រែមួយហើយកូនឡានក្រែហ្នឹងគឺលយបងប្អូនទាំងគ្នាទី1មានសម្លេងបាទយើងបើកកុងតាក់ទៅគឺមានសម្លេងរោដោយកូនឡានមែនតើអញ្ចឹងទី2មានភ្លើង LED បាទទី2មានភ្លើង LED បាទទី3មានផ្សែងបាទផ្សែងនៅពេលយើងចាក់ទឹកចូលកន្លែងកំពង់សីម៉ាំងនេះហើយយើងចុច function មួយនោះគឺវាចេញផ្សែងអូខេបាទអញ្ចឹងខ្ញុំនឹងធ្វើការ unboxing ជូនដល់បងប្អូនទាំងគ្នាហើយសម្រាប់កូនឡាននេះបងប្អូនទាំងគ្នាខ្ញុំចង់បញ្ជាក់ថាធន់មែនទែនបាទធន់មែនទែនហើយកូនឡាននេះមាន3ពណ៌មានពណ៌សមានពណ៌ដូចជាពណ៌ទូចេកបាទនៅពណ៌ស្អីមួយទៀតទេពណ៌ខៀវហ៎បាទអញ្ចឹងខ្ញុំនឹងធ្វើការ unboxing ជូនដល់បងប្អូនទាំងគ្នាបាទកូនឡានបើកមកគឺបែបហ្នឹងនេះកូនឡាននេះអត់ធំទេហើយអ្វីដែលមាននៅក្នុងហ្នឹងនេះមានកระดาษកាតុងនេះទៀតកระดาษកាតុងនេះតិចបងប្អូនអត់ដឹងថាលេងធ្វើម៉េចបាទกระดาษកាតុងនេះគឺយើងបត់ចឹងមកហើយយើងបត់អាហ្នឹងដូចរបៀបថាឡាននេះគឺសម្រាប់ដឹកអីវ៉ាន់ណាបងប្អូនទាំងគ្នាបាទឡានសម្រាប់ដឹកអីវ៉ាន់អញ្ចឹងចាំមើលតិចទៀតខ្ញុំបត់ដាក់ឲ្យបងប្អូនទាំងអស់គ្នាមើលហើយថាយើងលេងរបៀបម៉េចណាបាទយើងបត់ចឹងមកបាទយើងបត់ចឹងមកហើយសម្រាប់កូនឡាននេះធន់ខ្ញុំធានាជូនបងប្អូនគឺធន់មែនទែនសម្រាប់កូនខ្ញុំលេងនៅកូនឡាននេះគាត់លេងកន្លះខែជិតមួយខែហើយគឺនៅតែលេងអាចលេងបានកុំឲ្យតែគាត់លេងបោកវាមកទំហឹងមិនចាស់ពេកបាទនេះសម្រាប់កន្លែងយើងដាក់ចាក់ទឹកណាបងប្អូនគ្នាអញ្ចឹងអ្វីយើងចាក់ទឹកនេះយើងមានឧបករណ៍នេះមួយបាទកំប៉ុងនេះមួយគឺសម្រាប់យើងចាក់ទឹកយើងច្របាច់មកបូមទឹកហើយយើងយកអាហ្នឹងច្របាច់ដើម្បីញុកចូលនៅក្នុងនេះដល់ពេលទឹកពេញបងប្អូនបិទចេះមកណាទឹកពេញបិទចេះបាទភ្លើងវានឹងចេញតាមនេះបាទអូខេឥឡូវកូនឡាននេះយកបើកដៃបើកទ្វារវាបានទៀតបាទបើកទ្វារបានទៀតក៏ផ្លេអត់កើតទេបាទបើកទ្វារបានទៀតលយកូនឡានតួជ័រក៏ពិតមែនតែជ័រនេះគឺជ័រស្វិតល្អបងប្អូនគ្នាជ័រស្វិតល្អអានេះខ្ញុំធានាជូនបងប្អូនអរគ្នាបាទហើយកូនឡានស្រួលលេងស្រួលប្រើទេมันលំបាកមិនស្មុគស្មាញទេបាទហើយថ្មគឺយើងដាក់ជូនបងប្អូនគ្នាថ្មតែលេ free ជូនបាទថ្មវាយើងថ្ម2គ្រាប់បងប្អូនអាចធ្វើការទិញថ្មខ្លួនឯងបន្ថែមទៅថ្មពួកនេះខ្ញុំដាក់នេះអាចត្រូវមកលេងបាន4-10ដងអីអស់ហើយបាទសម្រាប់យើង testing ដំបូងកុំឲ្យបងប្អូនយកទៅដល់គឺត្រូវការទិញថ្មគេអូខេបន្ទាប់មកទៀតខ្ញុំមកខ្ចៅវាស្អាតបែបនេះតេឡេគឺចាប់ដើមដំណើរការតេឡេនេះអត់មានកន្លែងប៊ូតុងបិទ on off ទេបងប្អូននេះអត់មានទេបាទគឺជាប់អញ្ចឹងតែម្ដងបាទកូនឡានយើងមុនលេងសាកថ្មសិនណាបាទនេះខ្សែសាករបស់យើងនេះខ្សែសាករបស់យើងលេងសាកថ្មសិនយើងមើលថ្មកូនឡានយើងប៉ុណ្ណានេះថ្មកូនឡានយើងទំហំប្រមាណវ៉ុលទេ 3.7 វ៉ុលទេបាទទំហំ 3.7 វ៉ុល 500 មីលីអាំពែម៉ោងបាទ 3.7 វ៉ុល 500 មីលីអាំពែម៉ោងឃើញថ្មទូចមែនបងប្អូនគ្នាតែទូចនេះទូចខ្លឹមថ្មនេះអាចលេងបានបញ្ចូលពេញលេងបាន20នាទីអីកន្លះម៉ោងអីអាចលេងបានដោយសារយ៉ាងម៉េចខ្ញុំបាន testing រួចរាល់ហើយកូនឡាននេះខ្ញុំ testing ឲ្យកូនខ្ញុំលេងណាបាទឲ្យកូនខ្ញុំលេងគឺធន់ល្អហើយក៏សូមអរគុណបងប្រុសដែលគាត់បានធ្វើការបញ្ជាទិញហើយខ្ញុំក៏យកពេលនេះឆ្លៀតធ្វើវីដេអូដាក់ចូលក្នុង Facebook ក៏ដូចជាក្នុង YouTube របស់ខ្ញុំផ្ទាល់តែម្ដងទៅខ្ញុំនឹងជំរាបជូនរបៀបនៃការលេងកន្លែងនេះប៊ូតុងណាប៊ូតុងបិទបើកបងប្អូននេះបើកមកបាទដល់ពេលដែលបើកមកគឺវាលុតតចឹងតែម្ដងច្រវាច់នៅពេលច្រវាច់គឺវាស្គាល់គ្នាបាទនេះបងប្អូនគ្នាហើយឥឡូវ function នេះនៅពេលយើងចាក់ទឹកចូលណាចុចកនេះមកនេះវានឹងហុចផ្សែងតាមនឹងតែម្ដងហើយផ្សែងនេះវាជាចំហាយទឹកបាទចំហាយទឹកហ្នឹងអត់ប៉ះពាល់ដល់សុខភាពក្មេងទេបងប្អូនគ្នាណាអត់ប៉ះពាល់ដល់សុខភាពក្មេងទេខ្ញុំបញ្ជាក់អញ្ចឹងយើងចង់បិទអា function បាញ់ spray ហ្នឹងបាញ់ផ្សែងហ្នឹងយើងចុចបិទវិញមកអូខេតោះឥឡូវយើងនឹងធ្វើការ testing ទាំងអស់គ្នាបាទ testing អស់គ្នាហើយយើងសួរថាណាអានេះដាក់ដើម្បីគេនេះគេដាក់ចេះតិចអត់ដឹងថាលេងរបៀបម៉េចណាបាទដាក់ចឹងមកអាហ្នឹងមានថាវា function វាកញ្ញាត់ដុបកាតុងតែពិតយើងត្រូវដាក់កាតុងមួយទៀត
បាទខ្ញុំដាក់កតុងមួយទៀតតែម្ដងទៅដើម្បីឲ្យ full function តែម្ដងលេងឲ្យណានៃម្ដងមើលបាទមិនងាយបានតេះភៀវទេបងប្អូននេះបើចូលតេះភៀវយើងយកលេងហ្មងបាទតេះភៀវអូខេកតុងបែបហ្នឹងបាទបងប្អូននេះមានថាកូឡានេះគឺ function នេះសម្រាប់ដុបកតុងអញ្ចឹងបាទខ្ញុំបជាកូឡាបជាបានឆ្ងាយហើយបើសិនជាយើងដាក់ទឹកចូលក្នុងបើយើងដាក់ទឹកចូលក្នុងកូឡាហ្នឹងណាយើងបាញ់ spray ទៅ spray នេះគឺស្អាតស្រស់ស្អាតមែនតើបាទឃើញទេបងប្អូន smooth មែនតើកូឡានេះបជា smooth ណាបងប្អូនគ្នាតម្លៃ$15ខ្ញុំជឿជាក់ថាបងប្អូនអ្នកគ្នាទិញទៅអត់កក់ម្ដងបងប្អូនអ្នកគ្នាទេបាទអញ្ចឹងមកលយមកអេអូខេបងប្អូនគ្នាអញ្ចឹងសម្រាប់វីដេអូនៃការ testing កូនឡានជូនភ្ញៀវរបស់យើងគឺមានប៉ុណ្ណឹងបងប្អូនគ្នាអូខេ see you next video